ok sơ dây tỏ khả năng xem để trong bậc các QR codeแบบงี้chẳng ngày nay nhómប្រើconvert link ទៅ QR code តាមរយៈកម្មវិធី Canva ចឹងងាយស្រួលទេបងប្អូនយើងចូលទៅកាន់ apps ដែលមាននៅក្នុង Canva ហ្នឹងហើយបន្តមកទៀតយើងមានប៊ូតុង search នេះយើង search ពាក្យថា QR code បាទចឹងនៅពេលដែលលោក QR code ហ្នឹងវាមានច្រើនសម្រាប់យើងរើសអញ្ចឹងវាមានសម្រាប់ភ្ជាប់ទៅpremium ផ្សេងឬមកក៏ free ចឹងទៅខ្ញុំជឿចូល free នេះហើយបន្តទៀតខ្ញុំជឿចូល use in your design បាទយើងបង្កើតថ្មី customize size ខ្លួនឯងហ្មងអញ្ចឹងខ្ញុំយកទំហំវា1200គុណនឹង1200 pixel បាទ create new design អូខេចេញមកឲ្យបងប្អូននេះជាទម្រង់របស់យើងចង់បានហើយបន្តទៀតនេះកន្លែង URL កន្លែងនេះគឺកន្លែងដែលយើងបញ្ចូល link របស់យើងដែលយើងចង់ដាក់ទៅជា QR code ហ្នឹងអញ្ចឹងដូចផងខ្ញុំ paste channel របស់ខ្ញុំហើយបន្តនេះខ្ញុំ generate code មកអូខេបន្ទាប់ generate ហើយយើងអាចបរិច្ចាគវាបន្ថែមនៅក្នុង artboard របស់យើងហ្នឹងអូខេបាទអញ្ចឹងបងប្អូនអានេះគឺយើង complete ហើយយើងអាចប្រើបានហើយខ្ញុំបន្តទៀតគឺខ្ញុំគ្រាន់តែ download វាមកបានហើយអញ្ចឹង download ងាយទេបងប្អូនយេអញ្ចឹងពេល download វាមាន option ច្រើនហើយដូចថាខ្ញុំប្រើ free អញ្ចឹងខ្ញុំនៅក្នុងហ្នឹងខ្ញុំយក PNG បាទយើងអាចនេះ free ហ្នឹងមាន JPG អីចឹងទៅប៉ុន្តែសម្រាប់ SVG នេះតើសម្រាប់អ្នកគាត់មាន license account ចឹងណាអូខេខ្ញុំចុច download សិនបាទអូខេហើយព្រឹបចេញមកឲ្យបងប្អូននេះងាយស្រួលសម្រាប់អ្នកដែលចង់បាន convert link ទៅជា QR code បានអាចប្រើតាម Canva បានអូខេអរគុណសម្រាប់ការទស្សនាបងប្អូនបាយបាយជួបគ្នាវីដេអូក្រោយទៀត